nhóm cơ tha mây hiền mùi để nhóm hiền bàn được nông năm nông để có việc chỉ cô cùng đặt mùi để nhóm chỉ bọt khẩu này lưu bài này mây hiền nông được có cùng đặt nông cứ lại định go chỉ tới vậy trên pin nhóm để chỉ được perfectionist rồi còn được đáp chỉ optimize អ្វីផ្សេងៗឲ្យ perfect ឲ្យអត់ខ្ចោះតាមចិត្តរបស់ខ្ញុំតែពេលដែលជួបបញ្ហាខ្ញុំតែងតែគិតទៅបញ្ហានឹងនៅក្នុងការគិតរបស់ខ្ញុំដែលថាព្យាយាមចង់ឲ្យអ្វីដែលខ្ញុំអត់ចង់ឲ្យកើតឡើងឲ្យដូចនឹងការគិតរបស់ខ្ញុំពេលខ្លះមិនពេលខ្លះភាគច្រើនខ្ញុំគិតថាភាគច្រើនខ្ញុំចឹងខ្ញុំគិតថាបានជាការគិតឬក៏ mindset ដែល letting go នោះគឺវាជាមេរៀនមួយដែលសំខាន់សម្រាប់ខ្ញុំនិយាយទៅសម្រាប់ letting go នេះខ្ញុំគិតថាបើគិតទៅពុទ្ធដីការបស់ព្រះពុទ្ធដែលព្រះពុទ្ធសម្ដែងថាការដិតដាមឬក៏ការផ្សារភ្ជាប់អារម្មណ៍របស់យើង attachment គឺជាឫសគល់នៃសេចក្តីឈឺចាប់ទាំងអស់ខ្ញុំគាត់ថាពុទ្ធដីកានោះគឺត្រូវមែនតើបើយើងមើលទៅជីវិតយើងហងៃព្រោះបើយើងគិតទៅអ្វីក៏ដោយមនុស្សយើងគឺតែងតែមានអ្វីដែលយើងផ្សារភ្ជាប់ខ្លួនឯងទៅនឹងអ្វីដែលយើងចង់បានទៅនឹងលទ្ធផលឬក៏ outcome ដូចជាអ្វីផ្សេងៗដែលខ្ញុំនិយាយសម្រាប់ letting go នេះគឺខ្ញុំ apply ទៅ anything ដែលយើង holdខ្លួនឯងទៅជាមួយឬក៏ attach ខ្លួនឯងទៅនឹងអ្វីហ្នឹងដូចជាអ្វីដែលយើងចង់បាន achievement possession desire របស់យើងហ្នឹង expectation ការរំពឹងទុករបស់យើងអ្វីផ្សេងៗហ្នឹងពេលដែលយើងព្យាយាមភ្ជាប់ខ្លួនឯង attach ខ្លួនឯងទៅនឹង outcome ហ្នឹងគឺកន្លែងហ្នឹងឯងដែលការខកចិត្តខ្លាំងគឺនៅកន្លែងហ្នឹងការព្រួយបារម្ភខ្លាំងគឺនៅកន្លែងហ្នឹងការដែលខ្វល់ខ្វាយច្រើនគឺនៅកន្លែងហ្នឹងហើយខ្ញុំតែងតែចាំមើលថាតែតែឃើញថាពេលដែលយើងព្យាយាម attach ខ្លួនឯងទៅនឹង outcome ហ្នឹងអ្វីផ្សេងៗហ្នឹងគឺអត់សូវកើតឡើងដោយការគិតរបស់យើងទេខ្ញុំនិយាយមែនការ letting go នេះក៏ខ្ញុំសំដៅទៅការដែល let go នៅអ្វីដែលយើងអត់អាច control បានអ្វីដែលយើងអត់អាចគ្រប់គ្រងបានជាពិសេសគឺលទ្ធផលហ្នឹងឯងបើយើងគិតទៅយើងចង់បានអីមួយចង់បានលទ្ធផលហ្នឹងដូចអ្វីដែលយើងចង់បានតែសួរថាយើងអាចគ្រប់គ្រងនៃលទ្ធផលដែលយើងចង់បានហ្នឹងអត់វាទៅជាយ៉ាងណាគឺយើងអាចគ្រប់គ្រងបានទេអ្វីដែលយើងអាចគ្រប់គ្រងបានគឺ process គឺសកម្មភាពរបៀបដែលយើងធ្វើដើម្បីបានលទ្ធផលដែលយើងចង់បានហ្នឹងអញ្ចឹងអាហ្នឹងគឺវាតកតងនៅការដែលតកតងនឹង flow state ក៏ជាអ្វីមួយដែលសំខាន់នៅក្នុងប្រធានបទតកតងនឹង letting go ហ្នឹងព្រោះអីគឺទៅ flow state គឺវាជា mindset មួយឬក៏ជាអ្វីមួយដែលយើងបដោតទៅលើសកម្មភាព activity របស់យើងដើម្បីទទួលបានលទ្ធផលបាទទោះបីជាលទ្ធផលហ្នឹងជាអីដែលយើងចង់បានក៏ប៉ុន្មានតែអ្វីដែលយើងបដោតគឺយើងបដោតនៅ activity ឬក៏ process ដែលយើងចង់បានឬក៏ input ខ្ញុំនិយាយចេះថាយើង input ដើម្បីបាន outcome នៅចុងក្រោយgoal ដែលយើងចង់បានតែ flow state នោះគឺជាអីដែលយើងបដោតទៅលើ input ខ្ញុំលើកឧទាហរណ៍បើយើងលើកឧទាហរណ៍ទៅជីវិតយើងប្រចាំថ្ងៃអត្តពលិកឧទាហរណ៍កីឡាករបាល់ទាត់នៅពេលដែលគាត់ឡើងដល់វគ្គផ្ដាច់ព្រាត់ពានធំគឺគាត់បើសិនជាគាត់ attach ខ្លួនឯងអារម្មណ៍ខ្លួនឯងទៅនឹងអ្វីដែលអាចនឹងកើតឡើងមកលើគាត់ដូចជាអាចនឹងការប្រកួតនឹងទៅចេះទៅចោះអាចនឹងមានហេតុការណ៍ឡើងមកលើគាត់អាចនឹងគាត់លពូអីចឹងការដែលគាត់ព្យាយាម attach អារម្មណ៍ខ្លួនឯងទៅនឹងបែបហ្នឹង
off ថាអាបាយនោះគឺតែងតែកើតឡើងមកលើគាត់អ្វីដែលគាត់ចង់ឲ្យកើតឡើងគឺតែងតែកើតឡើងមកលើគាត់អានោះគឺជាអីដែលថែខ្លួនឯងទៅនឹងអ្វីផ្សេងហ្នឹងតែបើយើងមើលទៅកីឡាករដែល enter នៅក្នុង flow state អារម្មណ៍របស់គាត់នៅក្នុង flow state ហ្នឹងគឺគាត់អត់ខ្វល់ទេអ្វីដែលគាត់ផ្ដោតគឺគាត់ដល់ការប្រកួតគាត់ចូលលេងគាត់ចង់បានអាលទ្ធផលហ្នឹងក៏ប៉ុន្មានតែអ្វីដែលគាត់ផ្ដោតហ្នឹងគឺ activity ផ្ទាល់នេះអញ្ចឹងអ្វីផ្សេងដែលបញ្ហាផ្សេងហ្នឹងគឺមិនងាយកាត់ឡើងមកលើគាត់វិញលក្ខណៈអញ្ចឹងអាហ្នឹងវាតាក់ទងនឹង law of detachment ដែរខ្ញុំអត់ដឹងថានៅលើโลกយើងមានធម្មជាតិអាចកំបាំងអីមួយដែរលក្ខណៈថាឧទាហរណ៍ថាគឺថាយើងចង់រករបស់អីមួយនៅក្នុងផ្ទះអារម្មណ៍ដែលយើងអត់ថាដែលយើងចង់រករបស់ហ្នឹងដែលយើងចង់ឃើញរបស់ហ្នឹងរបស់ហ្នឹងមិនងាយយើងរកឃើញទេតែអាចជាទូទៅរងថ្ងៃជាទូទៅដែលយើងអត់ខ្វល់ថាចង់ឃើញរបស់ហ្នឹងចង់រករបស់ហ្នឹងយើងជួបរបស់ហ្នឹងឯងហ្មងជួបរបស់ហ្នឹងគឺអារម្មណ៍ដែលយើងអត់ខ្វល់ហ្នឹងគឺយើងជួបរបស់ហ្នឹងតែអារម្មណ៍ពេលដែលយើងអត់ថាខ្លួនឯងចង់រកឃើញរបស់ហ្នឹងយើងរកអត់ឃើញយើងមិនងាយរកឃើញហ្មងដូចជាពាក្យមួយរបស់សេនេខាដែលគាត់លើកឡើងថាពួកយើងរងទុកភាកច្រើននៅក្នុងការសម័យរបស់យើងនៅក្នុងការគិតរបស់យើងជាងនៅក្នុង reality នៅក្នុងភាពពិតប្រាកដត្រូវខ្លាំងតែយីមែនបើយើងគិតទៅមើលក្នុង reality នៅក្នុងសកលលោកគឺអត់ខ្វល់ពីយើងទេគឺអត់ខ្វល់ថារឿងនឹងកើតឡើងលើយើងឬក៏អ្វីផ្សេងដែលយើងខ្វល់ខ្វាយដែលយើងព្យាយាមឧទាហរណ៍ថាខ្ញុំលើកទៅ Aladdin ហ្នឹងក៏តាក់ទងនឹងអតីតកាលដែរអតីតកាលដែលយើងអត់ចង់ឲ្យកើតឡើងអ្វីដែលផ្សេងដែលយើងអត់ចង់ឲ្យកើតឡើងយើងព្យាយាមគិតទៅហ្នឹងយើងព្យាយាមភ្ជាប់ខ្លួនឯងទៅនឹងរបស់ហ្នឹងដិតដាមអារម្មណ៍របស់យើងទៅនឹងរបស់ហ្នឹងតែសួរថាតើយើងអាចបកពេលវេលាទៅកែប្រែបានអត់យើងអាចត្រឡប់ពេលវេលាទៅធ្វើរបស់ដែលយើងអត់ចង់ឲ្យកើតឡើងហ្នឹងសារឡើងវិញតាមដូចចិត្តយើងអត់នៅក្នុង reality គឺភាពពិតប្រាកដគឺនៅតែពិតប្រាកដយើងអាចផ្លាស់ប្ដូរបានពិតប្រាកដគឺនៅគឺដើរទៅមុខរហូតពីថ្ងៃទៅថ្ងៃគឺតែងតែដើរទៅមុខរហូត option ដែលយើងនៅមុខយើងគឺការ letting go អាហ្នឹងគឺជា option មួយដែលនៅមុខយើងបើសិនជាយើងខ្វល់ខ្វាយនឹងបញ្ហាអ្វីដែលយើងអត់ចង់ឲ្យកើតឡើងយើងអត់ចង់ឲ្យរឿងនឹងកើតឡើងតែសួរថានៅថ្ងៃមុខអាចនឹងអត់មានបញ្ហាផ្សេងដែលអត់អាចកើតឡើងមកលើយើងអត់គឺ 100% no មនុស្សយើងគឺពោពេញទៅដោយបញ្ហាជីវិតមនុស្សយើងគឺជួបបញ្ហាគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងបើសួរថាយើងអត់កិច្ចផុតពីបញ្ហាដែលយើងអត់ចង់ឲ្យកើតឡើងនោះទេថ្ងៃមុខគង់យើងជួបបញ្ហាមួយទៀតយើងដោះស្រាយបញ្ហានេះបានថ្ងៃមុខគង់ជួបបញ្ហាមួយទៀតជួបបញ្ហាមួយដែលយើងត្រូវដោះស្រាយទៀតអញ្ចឹងបញ្ហាដែលវាកើតឡើងលើយើងហើយយើងគ្រប់គ្រងអត់កើតបោះចោលអាហ្នឹងគឺ letting go តែសួរថារងថ្ងៃខ្ញុំបានគ្រប់គ្រងអារម្មណ៍បែបហ្នឹង mindset បែបហ្នឹងបាន 100% អត់គឺអត់អាហ្នឹងមិនមែនអត់សោះតែវាជាអីមួយដែលខ្ញុំព្យាយាមធ្វើឲ្យខ្លួនឯងគឺទៅបែបហ្នឹងព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យចេះ letting go តែបើយើងគិតទៅពាក្យមួយដែលខ្ញុំអត់ដឹងថាពាក្យហ្នឹងជាពាក្យដែល original ចេញពី Timothy Chalamet អត់ទេដែលគាត់និយាយថា life comes from you not at you មានន័យថាជីវិតគឺចេញពីខ្លួនយើងមិនមែនមកហៅយើងទេមានន័យថាអ្វីក៏ដោយដែលកើតមានឡើងយើងជាអ្នកផ្ដោតតម្លៃឲ្យរបស់ហ្នឹងឧទាហរណ៍ថារបស់ហ្នឹងធ្វើឲ្យយើងអត់សប្បាយចិត្តមិនមែនមានន័យថារបស់ហ្នឹងជាអ្នកធ្វើឲ្យយើងអត់សប្បាយចិត្តទេតែយើងឯងជាអ្នក respond ទៅរបស់ហ្នឹងជាអ្នកផ្ដោតតម្លៃឲ្យរបស់ហ្នឹងថាយើងអត់សប្បាយចិត្តឥឡូវខ្ញុំលើកជាវិញស្រួលងាយយល់ជាងដែលថា
នៅលើโลกហ្នឹង reality ភាពពិតប្រាកដវិជ្ជមានឬក៏អវិជ្ជមានអាស្រ័យទៅលើការយល់ឃើញរបស់យើងអាស្រ័យទៅលើ perception របស់យើងអ្វីក៏ដោយអ្វីដែលអត់ល្អអ្វីដែលយើងអត់ចង់ឲ្យកើតមានឡើងតែអ្វីទាំងអស់ហ្នឹងបើយើងងាកទៅខាងអាផ្នែកវិជ្ជមានណាវាតែងតែមានឧទាហរណ៍ថាឥឡូវយើងចាត់ទុកថារបស់ហ្នឹងកើតឡើងមកលើយើងវាអត់សំណាងទេតែបើយើងងាកទៅអាផ្នែកវិជ្ជមានយើងអាចគិតថារបស់ហ្នឹងវាអត់សំណាងវាអត់វាជាអីមួយដែលអត់សំណាងតែវាជាអីមួយដែលអាក្រក់តែវាជាអីមួយដែលទាញយើងចេញពីអីមួយទៀតដែលកាន់តែអាក្រក់ជាងអាហ្នឹងអញ្ចឹងមានន័យថាអ្វីក៏ដោយអ្វីដែលកើតមានឡើងគឺស៊ីសងទៅលើចេញពីខ្លួនយើងផ្ទាល់ជាអ្នក respond ទៅនឹងរបស់ហ្នឹងជាអ្នកផ្ដល់តម្លៃជាអ្នកគ្រប់គ្រងអារម្មណ៍របស់យើងទៅរបស់ហ្នឹងថាយើងសប្បាយចិត្តឬក៏អត់សប្បាយចិត្តទៅនឹងអារបស់មួយហ្នឹងចេញពីខ្លួនយើងផ្ទាល់យើងចង់មើលទៅអាផ្នែកវិជ្ជមានឬក៏ផ្នែកអវិជ្ជមានទៅរបស់ហ្នឹងទៅអ្វីហ្នឹងដែលកើតមានឡើងហ្នឹងអញ្ចឹងដូចគ្នាខ្ញុំអាចនឹងនិយាយ kind of all over the place តែអ្វីដែលខ្ញុំលើកឡើងហ្នឹងគឺវានៅជុំវិញនៃអាគំនិត letting go ហ្នឹងយល់អត់អ្វីផ្សេងគឺស៊ីសងទៅលើផ្លូវចិត្តរបស់យើងឯងពីខាងក្នុងរបស់យើងឯងជីវិតរបស់យើងខ្លីដែលយើងមិនគួរនឹងយកពេលវេលាហ្នឹងទៅខ្វល់ខ្វាយនឹងរឿងដែលកើតមានឡើងហើយដែលយើងអាចគ្រប់គ្រងបានបើយើងយកពេលវេលាហ្នឹងវាទៅខ្វល់ខ្វាយរឿងដែលកើតមានឡើងដែលយើងចង់ឲ្យកើតឡើងដូចចិត្តរបស់យើងទាំងដែលនៅក្នុងភាពពិតប្រាកដគឺវានៅតែជាពិតប្រាកដវាដូចនឹងការគិតរបស់យើងនៅក្នុងការគិតរបស់យើងតែគឺវាខ្ជះខ្ជាយពេលវេលាមែនតើយើងរៀនទៅយកពេលហ្នឹងទៅធ្វើឲ្យខាតពេលខ្វល់ខ្វាយនៅរបស់ដែលអវិជ្ជមានដែលទាញយើងទៅខាងអាផ្នែកវិជ្ជមានហ្នឹងគឺយើងនឹងខាតពេលដែលយើងចំណាយពេលជាមួយនឹងផ្នែកវិជ្ជមានផ្សេងដែលយើងមានពេលច្រើននៅមុខរបស់យើងដូចខ្ញុំនិយាយអញ្ចឹង letting go គឺជា option មួយដែលនៅមុខយើងហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃគឺយើងទៅរហូតថ្ងៃដែលថយមកក្រោយគឺថ្ងៃតែទៅរហូតអញ្ចឹងក៏យើងទៅជាមួយនឹង present ដែរយ៉ាងណាអញ្ចឹងខ្ញុំគិតថាបញ្ហាផ្សេងអ្វីផ្សេងដែលយើងអត់ចង់ឲ្យកើតមានឡើងគឺវាកើតមានឡើងហើយខ្ញុំពេលខ្លះក៏ខ្ញុំគិតថានឹងអាចនឹងជាអីដែលយើងគិតវាស្រួលតែពេលដែលអនុវត្តផ្ទាល់វាពិបាកតែបើសិនជាយើងអាចបត់ខ្លួនឯងទៅតាម mindset បែបហ្នឹងបានមែនណាគឺធ្វើឲ្យអារម្មណ៍យើងគឺ free ហ្មងធ្វើឲ្យអារម្មណ៍យើងគឺវាអត់ស្មុគស្មាញវាអត់ធន់ថប់នៅពេលដែលយើង detach ខ្លួនយើងចេញពីអីដែលយើងអត់អាច control បានចាអញ្ចឹងអានោះខ្ញុំគិតថាមានប៉ុណ្ណឹងហើយខ្លឹមសារដែលសង្ខេបជាទូទៅហ្មងគឺ just let go